ពាក្យពីរម៉ាត់ដែលជួយឲ្យយើងបង្កើតទំនាក់ទំនងល្អធ្វើឲ្យមនុស្សគ្រប់គ្នាស្រឡាញ់ចូលចិត្តរាប់អានយើងប៉ុន្តែបើសិនជាយើងប្រើវាពេកវាអាចនឹងបំផ្លាញជីវិតរបស់យើងបានពាក្យពីរម៉ាត់នោះគឺ slow boat សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel Ignite Grow KX បងប្អូនធ្លាប់ឮអត់ឃ្លាដែលគេនិយាយថាមនុស្សល្អតែងតែជួបទុក្ខហេតុអីបានជាភាព slow boat ភាពចេះអធ្យាស្រ័យភាពចេះចោះចាញ់របស់យើងត្រឡប់ទៅក្លាយជាចំណុចខ្សោយដែលគេអាចទាញយកផលប្រយោជន៍ពីយើងទៅវិញយើងធ្វើជាមនុស្ស slow boat គឺវាជារឿងល្អវាជួយឲ្យយើងបង្កើតមិត្តភាពនិងការរាប់អានប៉ុន្តែយើងក៏ត្រូវមានដែនកំណត់របស់ខ្លួនកុំឲ្យគេទាញយកផលប្រយោជន៍ពីយើងបានមានអ្វីសំខាន់ថ្ងៃហ្នឹងគឺចង់ឲ្យបងប្អូនរៀនធ្វើជាមនុស្ស slow boat ដែលមានប្រាជ្ញាយើងនឹងវិភាសាគ្នាពីគន្លឹះសំខាន់ដើម្បីកុំឲ្យគេជន់ឈ្លីជីវិតយើងក្នុងជីវិតយើងជាក់ស្ដែងពេលខ្លះយើងព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីផ្គត់ចិត្តគេយើងខ្លាចគេខឹងខ្លាចគេថាយើងអត់ល្អយើងលះបង់ពេលវេលាធម៌ពលនិងសូម្បីតែលុយកាក់ផ្ទាល់ខ្លួនរបស់យើងដើម្បីជួយអ្នកដទៃប៉ុន្តែនៅពេលដែលយើងស្លូតពេកដល់ថ្នាក់មិនហ៊ានការពារខ្លួនឯងដល់ថ្នាក់លះបង់តម្លៃខ្លួនឯងទៀតនោះអ្នកផ្សេងនឹងឃើញយើងជាកតេដែលគេអាចជន់បានដោយស្រួលជាប្រភេទដែលអាចដឹកចំហបានតាមចិត្តហើយជាមនុស្សដែលមិនមានតម្លៃហើយមិនសូវទទួលបានការគោរពចឹងហើយវីដេអូថ្ងៃហ្នឹងគឺមានគោលបំណងចង់ប្រាប់បងប្អូនថាពេលខ្លះយើងស្លូតជាមួយគេគឺដោយសារតែយើងគោរពស្រឡាញ់និងឲ្យតម្លៃអ្នកជុំវិញខ្លួនយើងប៉ុន្តែយើងកុំភ្លេចគោរពស្រឡាញ់ខ្លួនឯងផងតោះចឹងឥឡូវហ្នឹងយើងចាប់ផ្ដើមចូលទៅគន្លឹះមួយគន្លឹះទី1កំណត់ព្រំដែនផ្ទាល់ខ្លួនមិនមែនមានន័យថាចង់ឲ្យបងប្អូនខ្លាចជាមនុស្សអាត្មានិយមឬក៏មនុស្សអាក្រក់អីទេប៉ុន្តែយើងស្រឡាញ់រាប់អានអ្នកដទៃចេញពីចិត្តពេលខ្លះយើងក៏ត្រូវមានព្រំដែនការមានព្រំដែនផ្ទាល់ខ្លួនគឺជាការបង្ហាញការគោរពខ្លួនឯងយើងគោរពស្រឡាញ់អ្នកដទៃប៉ុន្តែយើងក៏ត្រូវដឹងថាអ្វីដែលយើងអាចទទួលយកបាននិងអ្វីដែលយើងមិនអាចទទួលយកបានពេលខ្លះយើងក៏ត្រូវហ៊ាននិយាយចេញមកអីដែលយើងអត់ពេញចិត្តតាមវិធីដ៏គួរសមមួយដែលគេអាចទទួលយកបានទើបមិនធ្វើឲ្យពិបាកដល់ខ្លួនឯងផងហើយក៏មិនប៉ះពាល់ដល់ទំនាក់ទំនងរបស់យើងជាមួយនឹងអ្នកដទៃដែរតោះអញ្ចឹងយើងបន្តទៅគន្លឹះទី2ដើម្បីឲ្យបងប្អូនដឹងពីអំណាចនៃការបដិសេធបងប្អូនពេលខ្លះយើងនិយាយថាទេក៏វាអត់អីដែរយើងត្រូវហ៊ានបដិសេធដើម្បីខ្លួនឯងដើម្បីឲ្យយើងមានពេលវេលាសម្រាប់ខ្លួនយើងផ្ទាល់ហើយនេះគឺជាការបង្ហាញពីភាពទទួលខុសត្រូវលើពេលវេលាធម៌ពលនិងតម្លៃផ្ទាល់ខ្លួនរបស់យើងបើសិនជានៅក្នុងស្ថានភាពណាមួយដែលបងប្អូនមិនអាចទទួលយកសំណើពីគេបានអញ្ចឹងយើងអាចបដិសេធដោយប្រើពាក្យសម្ដីសមរម្យនិងសមហេតុសមផលអញ្ចឹងពេលដែលបងប្អូនបដិសេធក៏គេគិតថាអត់អីដែរបែបហ្នឹងគឺអត់បំផ្លាញទំនាក់ទំនងរបស់បងប្អូនទៀតគន្លឹះទី3កុំព្យាយាមស្វែងរកការយល់ព្រមពីអ្នកដទៃហេតុផលធំបំផុតដែលយើងស្លូតពេកគឺដោយសារតែយើងខ្លាចគេអត់ស្រឡាញ់ខ្លាចគេថាយើងអាក្រក់តែជីវិតយើងគឺជារបស់យើងចឹងបងប្អូនកុំឲ្យសោយជីវិតរបស់យើងទៅឲ្យអ្នកផ្សេងកាន់តម្លៃរបស់យើងមិនមែនស្ថិតនៅលើចំនួនមនុស្សដែលពេញចិត្តនឹងយើងទេតែស្ថិតនៅលើភាពស្មោះត្រង់របស់យើងជាមួយនឹងខ្លួនឯងហើយជាមួយនឹងអ្នកដទៃបើសិនជាបងប្អូនចង់ឲ្យអ្នកផ្សេងស្រឡាញ់គោរពតោះតែបងប្អូនទៅចេះស្រឡាញ់ខ្លួនឯងជាមុនសិននិងរស់នៅតាមសីលធម៌របស់យើងជាច្រើនអ្នកយកតម្លៃរបស់យើងទៅផ្ញើនឹងមាត់អ្នកដទៃបើគេសរសើរថាយើងល្អទើបយើងយល់ថាយើងល្អហើយបើសិនជាគេរិះគន់យើងវិញយើងនឹងមានអារម្មណ៍ថាខ្លួនឯងបរាជ័យនៅពេលដែលយើងព្យាយាមគប់ចិត្តមនុស្សគ្រប់គ្នាយើងនឹងបាត់បង់អីដែលសំខាន់បំផុតគឺអត្តសញ្ញាណរបស់ខ្លួនឯងហើយបងប្អូននឹងក្លាយទៅជាមនុស្សដែលរស់នៅតាមតម្រូវការរបស់អ្នកផ្សេងមិនមែនរស់នៅតាមគោលការណ៍របស់ខ្លួនឯងទៀតទេនៅក្នុងវីដេអូនេះខ្ញុំមានតែ tip ប៉ុណ្្នឹងទេតែចង់ប្រាប់បងប្អូនថាពេលដែលយើងមានអត្តចរិត slow boat គឺវាជារឿងល្អព្រោះវាជួយឲ្យយើងក្លាយជាមនុស្សដែលអ្នកដទៃស្រឡាញ់ចូលចិត្តប៉ុន្តែយើងកុំ slow ពេកពេលខ្លះយើងត្រូវហ៊ាននិយាយចេញមកនៅអីដែលយើងអត់ពេញចិត្តចំពោះទង្វើណាមួយឬក៏ពាក្យសម្ដីណាមួយដែលអ្នកផ្សេងធ្វើមកលើយើងគោរពស្រឡាញ់អ្នកដទៃប៉ុន្តែយើងក៏ត្រូវមានព្រំដែនសម្រាប់ខ្លួនឯងដែរអរគុណបងប្អូនដែលបានស្ដាប់វីដេអូនេះដល់ចប់ចឹងបើសិនជាបងប្អូនមានគំនិតចង់ចែកម្លែកបន្ថែមទៀតបងប្អូនអាចជួយ comment នៅខាងក្រោមឲ្យខ្ញុំដឹងផងណាហើយបើបងប្អូនចូលចិត្តវីដេអូនេះចាំជួយ like ហើយកុំភ្លេច subscribe ផងណាដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី channel របស់ខ្ញុំអរគុណច្រើនបងប្អូនបាយបាយជួបគ្នានៅក្នុងវីដេអូ